ជំរាបសួរលោកគ្រូថ្ងៃនេះខ្ញុំមកធ្វើអំពី UFW អញ្ចឹងជាដំបូងខ្ញុំចូលទៅឆែកជាមួយនឹង IPA ហើយបន្ទាប់ខ្ញុំចូលទៅ command CND អញ្ចឹងខ្ញុំត្រូវវាយ SSX manet add 192ដក168ដក128 130លោកគ្រូដក P ហើយ22ហើយប្រសិទ្ធ1 2 3 4ខ្ញុំវាយចូលមកខ្ញុំឆែកវារបស់ខ្ញុំអស់ហើយអញ្ចឹងខ្ញុំត្រូវវាយបន្តទៀត sudo អញ្ចឹងខ្ញុំត្រូវវាយ sudo apt install UFW ជាមួយនឹង password របស់ខ្ញុំនោះមកអញ្ចឹងអូខេវាកំពុងតែលុបដំណើរការហើយអូខេអញ្ចឹងខ្ញុំវាយបន្ត sudo apt update ចឹងវាកំពុងតែដំណើរការចឹងមួយចឹងចឹងខ្ញុំវាយបន្ត sudo apt install f ចឹងខ្ញុំចុចវាមកចឹងវាកំពុងតែ install ចឹងខ្ញុំត្រូវតែវាយបន្តមក sudo systemctl setters ហើយខ្ញុំក៏វាយបន្តទៀតដើម្បីវាបញ្ចូលទៅក្នុងជាមួយអាហ្នឹងគឺ sudo us align available ជាមួយនឹង sudo fu w allow 8000ហើយខ្ញុំវាយបន្តទៀតមកគឺ sudo fw setters អញ្ចឹងខ្ញុំវាយបន្តទៀតទៅជាមួយនឹង sudo fw delete align គឺ8000ហ្នឹងហើយបន្ទាប់ពីហ្នឹងគឺខ្ញុំត្រូវតែវាយតែ sudo fw status ហើយជាងជាចាំបញ្ចប់ខ្ញុំមានតែប៉ុណ្្នឹងទេលោកគ្រូកូនច្រើន